រួមកសាងសង្គមប្រជាធិបតេយ្យដែលយើងពាល់មិនត្រូវដើម្បីបញ្ជាប្រវត្តិសាស្ត្រម្ដងនេះយើងនិយាយគ្នាឲ្យល្អិតល្អន់អំពីសង្គមប្រជាធិបតេយ្យដែលពួកយើងចង់បានហើយបងប្អូនត្រូវចងចាំវិបត្តិមួយនេះមិនមែនវិបត្តិត្រឹមតែប្រទេសខ្មែរយើងទេពិភពលោកច្រើនណាស់ដូចជាឥណ្ឌូនេស៊ីដូចជាម៉ាឡេស៊ីដូចជាប្រទេសភូមាហើយនិងប្រទេសសហព័ន្ធអារ៉ាប់មួយចំនួនទៀតកសាងប្រជាធិបតេយ្យយូរហើយតើតែឥឡូវហ្នឹងអត់បានសង្គមប្រជាធិបតេយ្យសោះភូមាក៏អត់ឥណ្ឌូនេស៊ីក៏អត់ហ្វីលីពីនក៏អត់បងប្អូនរបបហ្នឹងណាវាអត់ទាន់ប្រជាធិបតេយ្យពេញលេញដោយភូមាឯងបងប្អូនមើលរបបយោធាសុទ្ធបងប្អូនទៅត្រួតមើលសហព័ន្ធអារ៉ាប់មើលមិនចេះតិចប្រទេសរាប់សិបប្រទេសអត់មានប្រទេសណាមួយប្រជាធិបតេយ្យទាល់សោះហើយកសាងតាំងពីជំនាន់ស្មើនឹងយើងដែរអញ្ចឹងបានខ្ញុំនិយាយថាវិបត្តិកសាងប្រជាធិបតេយ្យអត់បាននេះមិនមែនតែប្រទេសយើងទេពិភពលោកច្រើនណាស់ដែលកសាងប្រជាធិបតេយ្យអត់បានរហូតដល់អ្នកសរសេរសភៅដែលសរសេរពីប្រវត្តិអ៊ុងសានស៊ូជីមេដឹកនាំកម្ពុជានៃប្រទេសភូមាបោះឆ្នោតប្រជាពលរដ្ឋមានការគ្រប់គ្រងជាង 80% លុបទឹកភ្លុកដីអ៊ុងសានស៊ូជីទៅកន្លែងណាណាបងប្អូននិយាយពីអង្គើប្រជាពលរដ្ឋភូមាមានពេលខ្លះការចូលរួមស្ដាប់អ៊ុងសានស៊ូជីនិយាយកន្លះលានអ្នកបងប្អូនកន្លះលានអ្នក50,000អ្នកចូលស្ដាប់អ៊ុងសានស៊ូជីនិយាយប៉ុន្តែពួកអឺរ៉ុបវាកវីក្បាលវាថានេះមិនមែនជាការចូលរួមរបស់ប្រជាពលរដ្ឋដែលជាម្ចាស់សិទ្ធិទេគឺជាការចូលរួមដោយការស្រឡាញ់អ៊ុងសានស៊ូជីហ្មងមិនចូលរួមរបស់ប្រជាពលរដ្ឋដែលជាម្ចាស់សិទ្ធិទេអង្គុយចាំតែផ្ទះដៃហ្មងពួកអឺរ៉ុបឃើញវាកវីក្បាលវាថាស្រុកនេះមិនអាចកសាងប្រជាធិបតេយ្យបានទេពីព្រោះអ្នកចូលរួមមិនមែនជាអ្នកមកអនុវត្តសិទ្ធិជាម្ចាស់ផងអង្គុយចាំតែផ្ទះដៃសិទ្ធិតែអ្នកដើរតាមហ្មងវាក៏សម្គាល់ថាប្រទេសភូមានៅឆ្ងាយណាស់ពីការកសាងប្រជាធិបតេយ្យពីព្រោះទី1អ៊ុងសានស៊ូជីអត់យល់ពីប្រជាធិបតេយ្យចង់បានផ្ទះអត់ស្គាល់ផ្ទះចង់បានឡានអត់ស្គាល់ឡានចង់បានម៉ូតូអត់ស្គាល់ម៉ូតូចង់បានសង្គមប្រជាធិបតេយ្យមេវងគេអត់ស្គាល់ប្រជាធិបតេយ្យតែមេវងអត់ស្គាល់ប្រជាធិបតេយ្យអាអ្នកដើរតាមក៏អត់ស្គាល់ពេលអ៊ុងសានស៊ូជីនិយាយមិនទាន់បានមួយម៉ាត់ផងផ្ទះដៃប្រាវមនុស្សប្រហែល50,000នាក់បងប្អូនអង្គុយចាំតែផ្ទះដៃប្រទេសយើងក៏ទៅតាមផ្លូវហ្នឹងដែរកឹមសុខានិយាយមិនទាន់បានស្អីផងផ្ទះដៃប្រាវសំរងស៊ីនិយាយមិនទាន់បានស្អីផងផ្ទះដៃប្រាវអត់ស្ដាប់ទេងាប់ឥឡូវហើយងាប់ឥឡូវហើយ1940ជាងលទ្ធិប្រជាធិបតេយ្យចូលស្រុកខ្មែរមកដល់ថ្ងៃនេះខ្មែរមិនទាន់បានទទួលផលប្រយោជន៍ពីប្រជាធិបតេយ្យផងហើយថែមទាំងងាប់ច្រើនដងហើយដោយសារប្រជាធិបតេយ្យដូច្នេះហើយបានជាចលនារបស់យើងដាច់ខាតធ្វើការកែលម្អស្អីទៅប្រជាធិបតេយ្យដំបងដៃបំផុតទៅបងប្អូនត្រូវយល់អំពីអវត្ថុបំណងដែលបងប្អូនចង់បានបើបងប្អូនចង់បានផ្ទះឲ្យបងប្អូនសម័យឃើញរូបរាងផ្ទះហ្នឹងណារាងវាមិនផ្ទះហ្នឹងប្រមាណខ្នងផ្ទះប៉ិតផ្ទះហោណាំងពួកយើងទាំងអស់គ្នាដឹងដំបងដៃបំផុតបងប្អូនត្រូវស្គាល់ពាល់ឲ្យត្រូវទាំងអស់គ្នាថាតើស្អីទៅអារបស់ដែលយើងចង់បានឥឡូវនេះពួកយើងចូលរួមគ្នាកសាងសង្គមប្រជាធិបតេយ្យអង្គលងណាពាក្យសង្គមប្រជាធិបតេយ្យមួយអង្គលងណាធំណាដូចយកដៃគោមេឃអញ្ចឹងដល់កន្លែងណាស្អែកយើងទៅជួបគ្នានៅបាត់ដំបងដល់កន្លែងណាបាត់ដំបងធំណាដល់កន្លែងណាអង្គលងហើយទៅសួរវាម្ដងទៀតជួបគ្នាកន្លែងណាស្អែកជួបគ្នាបាត់ដំបងធំណាស់រកគ្នាមិនឃើញទេកសាងសង្គមប្រជាធិបតេយ្យអូយអង្គលងហើយធំណាស់ខ្មែរយើងចូលរួមក្នុងវត្ថុបំណងមួយដែលបងប្អូនពាល់អត់ត្រូវអំពីវត្ថុបំណងនោះហើយចូលរួមរាល់ដងដើម្បីបញ្ជាក់ថាការចូលរួមរបស់យើងពិតជាបានសម្រេចដល់គោលដៅទី1បងប្អូនត្រូវច្បាស់អំពីវត្ថុបំណងនោះត្រូវពាល់រូបរាងនៃវត្ថុបំណងរបស់យើងឲ្យត្រូវទី2បងប្អូនត្រូវត្រួតពិនិត្យអំពីចំណុចចាប់ផ្ដើមតើយើងចាប់ផ្ដើមចេញដំណើរពីណាទៅបើយើងចង់បានផ្លែដូងស៊ីតិចចាប់ផ្ដើមពីដាំគ្រាប់ស្វាយនោះតែដាក់ដាំគ្រាប់ស្វាយឲ្យទៅផ្លែមកមុខតែផ្លែស្វាយបងប្អូនពាល់ឲ្យត្រូវថាស្អីជាផ្លែដូងអានោះជាវត្ថុបំណងដែលស្ថិតក្នុងសេចក្តីស្រមៃរបស់យើងអញចង់បានផ្លែដូងស៊ីដឹងតែ7ឆ្នាំក្រោយអញដាំទៅបានដូងស៊ីហ្មង Hello, I'm John Walton and welcome to the Runaway Girl Network PAX X Minute in association with Aviation Gate. Premium
Premium economy, that class sitting between business and economy on an ever-increasing number of the world's airlines, is remarkably consistent. Air New Zealand is scrapping its quirky space seat product in favour of a standard recliner seat, taking away the most unusual premium economy product on the market. On the other side of the coin, Taipei-based China Airlines has an unusually spacious layout planned for its new Airbus A350. With only 7 seats per row, a spacious seat surround, and what looks like the promise of bubbles, this feels very business minus rather than economy plus. And the A350 itself is notable because some airlines are choosing to fit 8 seats into each premium economy row, Cathay Pacific and Singapore Airlines for example, while others like China Airlines and it seems Lufthansa are giving passengers more space with 1 fewer seat per row. Will passengers notice a difference? History suggests they will, but continually evolving premium economy seat design means that an inch here and an inch there might mean airlines can get away with an extra seat in every row. That's all for this week. Follow us on Twitter at ThatJohn and at Runway Girl, keep up to the minute with the PaxX hashtag, and join us next time for the Runway Girl Network PaxX Minute. Apply dong, bong onត្រូវពលឲ្យត្រូវតាមការគិតឲ្យឃើញរៀងរបស់ផ្លែដូងគ្រាន់តែគិតឃើញរៀងរបស់ផ្លែដូងដែលចាត់ទុកជាវត្ថុបំណងឬគោលដៅរបស់យើងមិនគ្រប់គ្រាន់សម្រាប់ឲ្យយើងបានផ្លែដូងស៊ីទេតោះតែយើងចាប់ផ្ដើមឲ្យបានត្រឹមត្រូវតើបងប្អូនចាប់ផ្ដើមទៅដាក់ពុកដាក់គ្រាប់ស្វាយរួចហើយរំពឹងថាបានផ្លែដូងស៊ីអានឹងស្អែកបានស៊ីមានអ្នកខ្លះគេថាស្អែកបានស៊ីបើតាមខ្ញុំថាស្អែកក៏អត់បានស៊ីដែរស្អែកក៏អត់ដែរមិនស្អែកបានស៊ីទេស្អែកក៏អត់បានស៊ីដែរព្រោះអីព្រោះចំណុចចាប់ផ្ដើមខុសឥឡូវឧទាហរណ៍ថាបងប្អូនមានចំណុចចាប់ផ្ដើមត្រូវហើយណែពីអាចំណុចចាប់ផ្ដើមណាទៅរកគោលដៅបងប្អូនវាគឺអរិយាប័ត្រនយោបាយមួយអាតភ្ជាប់ហ្នឹងក៏សំខាន់ដែរពីអាចំណុចចាប់ផ្ដើមទៅវត្ថុបំណងរបស់យើងឧទាហរណ៍យើងចង់បានផ្លែដូងពិតណាស់យើងបានដាក់ដាំពូជដូងប៉ុន្តែវិធីដែលធ្វើឲ្យដូងលូតលាស់ស្រាប់តែដូងគេត្រូវការស្រោចទឹកគេត្រូវការស្រោចទឹកធម្មតាសោះឯងដាំទឹកឲ្យក្តៅរួចឲ្យស្រោចដូងរាល់ថ្ងៃអាវិធីនាំឲ្យបានដូងក៏សំខាន់ដែរអញ្ចឹងចាំបាច់ចាស់បងប្អូនយ៉ាងហោចណាស់ក៏ត្រូវស្គាល់ចំណុច3ដើម្បីធានាថាដំណើរឆ្ពោះទៅរកគោលដៅរបស់បងប្អូនពិតជាទៅដល់គោលដៅ 100% នេះគឺភ្លៀងធ្លាក់យូរទៅវានៅសល់តែជាតិអំបិលរឹងកកខាស់ហ្មងអត់មានជីជាតិអីទេចំណែកដីយើងដាក់តាណាក៏ដុះដែរប៉ុន្តែស្អីបានសិតស្អីទៅសិតបងប្អូនស្អីទៅសិតតែបងប្អូនត្រូវចែកជា2អាមួយគេហៅសិតជាមនុស្សវាភ្ជាប់សិតពីកំណើតរបស់វាដើម្បីរស់នៅក្នុងសេចក្តីថ្លៃថ្នូរអាហ្នឹងគេហៅសិតមនុស្សដល់ពេលសិតមួយទៀតគឺសិតក្នុងការគ្រប់គ្រងរបស់យើងអាហ្នឹងគេហៅសិតជាម្ចាស់អាសិតជាមនុស្សណាបងប្អូនវាមានមកពីកំណើតរបស់វាហ្មងដើម្បីឲ្យមនុស្សរស់នៅក្នុងសេចក្តីថ្លៃថ្នូរបានឧទាហរណ៍សិតរៀបអាពាហ៍ពិពាហ៍សិតមានលំនៅឋានសិតមានអាយុជីវិត